ប្រវត្តិសង្ខេបរបស់សម្ដេចព្រះសង្ឃរាជជួនណាតសម្ដេចព្រះសង្ឃរាជជួនណាតព្រះនាមពេញសម្ដេចព្រះមហាសុមេធាធិបតីជួនណាតជោតចញ្ញាណូគឺជាសម្ដេចព្រះសង្ឃរាជអង្គទី4នៃគណៈមហានិកាយនិងជាកំពូលអ្នកប្រាជ្ញដ៏ល្បីល្បាញបំផុតរបស់កម្ពុជាក្នុងសតវត្សទី20ព្រះអង្គមានព្រះជន្មពីថ្ងៃទី11ខែមីនាឆ្នាំ1883ដល់ថ្ងៃទី25ខែកញ្ញាឆ្នាំ1969រួមទាំងអាយុ86ព្រះវិសាព្រះសពរបស់ព្រះអង្គត្រូវបានបូជានៅវត្តឧណ្ណាលោមហើយព្រះអធិធៀបត្រូវបានតម្កល់ទុកនៅទីនោះជីវិតដំបូងការសិក្សានិងការបួសកំណើតនិងគ្រួសារទ្រង់ប្រសូតនៅភូមិកំរៀងសង្កាត់រកាកោះស្រុកគុំពិសីខេត្តកំពង់ស្ពឺក្នុងគ្រួសារកសិករដែលមានមាតាព្រះនាមយុគនិងបិតាព្រះនាមព្រំជួនការសិក្សាបឋមនៅព្រះជន្ម12វស្សាព្រះអង្គបានចូលរៀនអក្សរសាស្ត្រជាតិជាមួយលោកគ្រូសូត្រស្ដាំកែវមននៅវត្តពូទីព្រឹកវត្តពូលយំក្នុងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលការបួសព្រះអង្គបានបួសជាសាមណេរនៅឆ្នាំ1897ហើយបានឧបសម្បទាជាភិក្ខុនៅឆ្នាំ1904ការសិក្សាខ្ពស់ព្រះអង្គបានប្រឡងជាប់ថ្នាក់បរិយត្តិបាលីដោយទទួលបានពិន្ទុខ្ពស់បំផុតក្នុងឆ្នាំ1913ហើយត្រូវបានតែងតាំងជាសាស្ត្រាចារ្យនៅវិទ្យាល័យបាលីជាន់ខ្ពស់នៅភ្នំពេញនៅឆ្នាំ1915នៅឆ្នាំ1922ព្រះអង្គនិងសម្ដេចហួតតាតត្រូវបានអញ្ជើញឲ្យទៅសិក្សាភាសាសំស្ក្រឹតនៅសាលាបារាំងចុងបូព៌ា EFEO នៅទីក្រុងហាណូយស្នាប្រហ័សនិងការរួមចំណែកដ៏សំខាន់វចនានុក្រមខ្មែរក្នុងឆ្នាំ1915ព្រះអង្គបានក្លាយជាសមាជិកគណៈកម្មការដែលទទួលព្រះរាជតម្រាស់ឲ្យរៀបចំវចនានុក្រមខ្មែរវចនានុក្រមដ៏ល្បីល្បាញនេះត្រូវបានបោះពុម្ពជាលើកដំបូងនៅឆ្នាំ1967បច្ចុប្បន្នវចនានុក្រមនេះនៅតែត្រូវបានគេប្រើប្រាស់ជាទូទៅភ្លេងជាតិកម្ពុជាព្រះអង្គត្រូវបានគេទទួលស្គាល់ថាជាអ្នកនិពន្ធទំនុកភ្លេងជាតិនគររាជការកែតម្រង់និងពង្រឹងអត្តសញ្ញាណជាតិព្រះអង្គគឺជាមេដឹកនាំនៃចលនាកែតម្រង់ព្រះពុទ្ធសាសនាខ្មែរចលនានេះបានដាំដុះនូវអត្តសញ្ញាណវប្បធម៌និងភាសាខ្មែរដ៏រឹងមាំព្រះអង្គបានបង្កើតពាក្យខ្មែរថ្មីៗជាច្រើនដោយយករើសពីភាសាបាលីនិងសំស្ក្រឹតឧទាហរណ៍ពីអយសមយានសម្រាប់រថភ្លើងជាជាងខ្ចីពាក្យពីភាសាបារាំងការបកប្រែគម្ពីរព្រះត្រៃបិដកព្រះអង្គបានដឹកនាំក្នុងការបកប្រែគម្ពីរព្រះត្រៃបិដកទាំងមូលពីភាសាបាលីមកជាភាសាខ្មែរសៀវភៅជាច្រើនក្បាលព្រះអង្គបាននិពន្ធនូវសៀវភៅសំខាន់ៗជាច្រើនក្បាលដូចជាវេយ្យាករណ៍បាលីកហបតិបិទ្ធសាមណេរវិន័យបោតិមោខសង្ខេបកាព្យាលោកធរនិងសុភមង្គលគាថាបច្ចយន្តវត្តអត្ថបទសាសនាទ្រង់បានតែងអត្ថបទផ្សេងជាច្រើនចុះផ្សាយតាមទស្សនាវដ្តីពុទ្ធសាសនាដូចជាទស្សនាវដ្តីកម្ពុជាសូរិយាតាំងពីឆ្នាំ1926និងពន្លឺពុទ្ធចក្រការឧបត្ថម្ភក្រៅពីការស្ថាបនាព្រះវិហារសាលារៀននិងមន្ទីរពេទ្យព្រះអង្គក៏បានជួយឧបត្ថម្ភជីកអណ្ដូងទឹកនិងធ្វើទំនប់ទឹកជូនប្រជាពលរដ្ឋផងដែរម្ដងទៀតសូមគោរពជូននៅស្នាព្រះហត្ថនិងព្រះមហាកិច្ចការបន្ថែមទៀតរបស់សម្ដេចព្រះសង្ឃរាជជួនណាតដែលលោកអ្នកអាចនឹងចាប់អារម្មណ៍ផ្នែកកំណែទម្រង់និងការអប់រំកំណែទម្រង់ការប្រឡងបរិយត្តិព្រះអង្គបានកែប្រែប្រព័ន្ធប្រឡងថ្នាក់បាលីនៅកម្ពុជាដោយធ្វើឲ្យមានលក្ខណៈទំនើបនិងស៊ីជម្រៅថែមទៀតស្របតាមកម្រិតនៃការសិក្សានៅប្រទេសភូមានិងស្រីលង្កាការសរសេរសៀវភៅសិក្សាក្រៅពីវេយ្យាករណ៍បាលីព្រះអង្គបាននិពន្ធសៀវភៅធាតុរូបរៀនភូមិវិទ្យានិងធាតុវិទ្យាតាមព្រះពុទ្ធសាសនានិងធាតុវិទ្យាសម្រាប់ពន្យល់ពាក្យវិទ្យាសាស្ត្រថ្មីដែលប្រើប្រាស់ក្នុងសាលាបាលីការបង្កើតពុទ្ធិកសិក្សានៅវត្តព្រះអង្គបានជំរុញឲ្យមានការបង្រៀនមុខវិជ្ជាអប់រំទូទៅដូចជាគណិតវិទ្យាភូមិវិទ្យារួមជាមួយពុទ្ធិកសិក្សាដើម្បីឲ្យព្រះសង្ឃមានចំណេះដឹងទូលំទូលាយការងារផ្នែកស្រាវជ្រាវនិងវប្បធម៌ការស្រាវជ្រាវសិលាចារឹកក្នុងអំឡុងពេលព្រះអង្គសិក្សានៅសាលាបារាំងចុងបូព៌ា EFEO ព្រះអង្គបានចូលរួមចម្លងនិងបកប្រែសិលាចារឹកខ្មែរបុរាណជាច្រើន
ដែលជាមូលដ្ឋានគ្រឹះក្នុងការសិក្សាប្រវត្តិសាស្ត្រខ្មែរការបង្កើតស្តង់ដារអក្ខរាវិរុទ្ធតាមរយៈវចនានុក្រមព្រះអង្គបានកំណត់ស្តង់ដារអក្ខរាវិរុទ្ធពាក្យខ្មែរឲ្យមានលក្ខណៈឯកភាពដែលរហូតមកដល់បច្ចុប្បន្ននៅតែជាឯកសារយោងសំខាន់ការតែងកំណាព្យនិងសិល្បៈសាស្ត្រាព្រះអង្គទ្រង់ព្រះគែងជំនាញខាងតែងកំណាព្យខ្មែរដូចជាពាក្យកាព្យបទព្រំគីតិជាដើមព្រះអង្គបានតែងស្នាដៃដូចជាលោកនីតិនិងសុភាសិតជាច្រើនដែលប្រើសម្រាប់ព្រានប្រដៅសិលធម៌ការកសាងរូបិយភាពការស្ថាបនាវត្តឧណ្ណាលោមឡើងវិញក្រោយសង្គ្រាមលោកលើកទី2ព្រះអង្គបានដឹកនាំជួសជុលនិងស្ថាបនាព្រះវិហារសាលាបាលីនិងរោងបុរោហិតនៅវត្តឧណ្ណាលោមឡើងវិញធ្វើឲ្យវត្តនេះក្លាយជាមជ្ឈមណ្ឌលអប់រំពុទ្ធសាសនាដ៏សំខាន់ការកសាងសាលាបាលីជាន់ខ្ពស់ព្រះអង្គបានចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសិក្សាសម្រាប់ព្រះសង្ឃដូចជាអគារសិក្សានិងបណ្ណាល័យជាដើមស្នាដៃផ្សេងទៀតការនិពន្ធសៀវភៅវិន័យគណៈមហានិកាយជាការចងក្រងនិងរៀបចំវិន័យសម្រាប់ភិក្ខុក្នុងគណៈមហានិកាយទូទាំងប្រទេសការបកប្រែគម្ពីរប្រវត្តិសាស្ត្រទ្រង់បានបកប្រែចិនកាលមាលីពងសាវតាពុទ្ធសាសនានៅប្រទេសភូមាពីភាសាបាលីមកជាខ្មែរស្នាព្រះវត្តទាំងអស់នេះបានបង្ហាញពីព្រះមហាប្រាជ្ញាញាណដ៏ធំធេងនិងព្រះរាជហឫទ័យស្មោះត្រង់ចំពោះជាតិសាសនាស្នាដៃផ្នែកអក្សរសាស្ត្រនិងភាសាវិទ្យាពហុភាសាករព្រះអង្គទ្រង់ចេះភាសាជាច្រើនហើយបន្ថែមពីការបកប្រែព្រះអង្គក៏បាននិពន្ធសៀវភៅប្រហែល20ក្បាលទាក់ទងនឹងព្រះពុទ្ធសាសនាប្រវត្តិសាស្ត្រនិងភាសាខ្មែរព្រមទាំងកំណាព្យរាប់មិនអស់ផងដែរស្នាដៃសំខាន់មួយចំនួនទៀតក្រៅពីសៀវភៅដែលបានលើកឡើងពីមុនស្នាដៃផ្សេងទៀតរបស់ព្រះអង្គរួមមានខេហេបតិបិទ្ធសាមណេរវិន័យបោតិមោខសង្ខេបកាបលោកធរនិងសុភមង្គលគាថាបទធាវត្តការងារកែតម្រង់និងការពារវប្បធម៌ខ្មែរព្រះអង្គក៏បាននិពន្ធស្នាដៃសំខាន់ដូចជាធាតុរូបផ្នែករូបវិទ្យានិងធាតុវិទ្យាតាមព្រះពុទ្ធសាសនានិងធាតុវិទ្យាសម្រាប់ពន្យល់ពាក្យវិទ្យាសាស្ត្រថ្មីដែលប្រើប្រាស់ក្នុងសាលាបាលីការជំរុញការបោះពុម្ពព្រះអង្គបានលើកទឹកចិត្តឲ្យប្រើប្រាស់ការបោះពុម្ពគម្ពីរសាសនាជំនួសឲ្យការសរសេរនៅលើស្លឹករឹតដើម្បីឲ្យការសិក្សារីករាលដាលកាន់តែឆ្ងាយការបង្កើតសាលារៀនថ្មីព្រះអង្គគឺជាព្រះសង្ឃអង្គទី1ដែលបានបង្កើតសាលាវេយ្យាករណ៍បាលីសម្រាប់ព្រះសង្ឃការកសាងហេដ្ឋារចនាសម្ព័ន្ធនិងសង្គមការកសាងរូបិយវត្ថុព្រះអង្គបានកសាងស្ពានធំមួយស្ពានតូចមួយអំពីថ្មសាលាបឋមសិក្សាគិលានដ្ឋានមួយខ្នងនិងមន្ទីរសម្ភពមួយខ្នងធ្វើអំពីថ្មព្រមទាំងកំពាំងថ្មជុំវិញការឧបត្ថម្ភព្រះអង្គបានជួយឧបត្ថម្ភជីកអណ្ដូងទឹកស្ថាបនាទំនប់ទឹកនិងអគារសាលារៀនមន្ទីរពេទ្យជាឧបការៈយ៉ាងធំធេងដល់សង្គមគេដំណើរនិងទស្សនវិជ្ជាសន្តិភាពគោលការណ៍ដឹកនាំចិត្តព្រះអង្គត្រូវបានគេចាត់ទុកថាជាមេដឹកនាំនិមិត្តរូបនៃប្រវត្តិសាស្ត្រខ្មែរទំនើបដោយសារការព្រៀនប្រដៅផ្នែកសន្តិភាពនិងការមិនប្រើហិង្សាការបង្រៀនរបស់ព្រះអង្គអាចអនុវត្តបានគ្រប់ស្រទាប់វណ្ណៈចាប់ពីអ្នកភូមិរហូតដល់ថ្នាក់ដឹកនាំជាតិសារចរបន្ទាប់ពីទ្រង់សោយព្រះទីវង្គតបាន30ឆ្នាំមូលនិធិមួយត្រូវបានបង្កើតឡើងក្នុងព្រះនាមព្រះអង្គដើម្បីផ្សព្វផ្សាយព្រះពុទ្ធដើម្បីកសាងវប្បធម៌សន្តិភាពនិងមិនប្រើហិង្សាឡើងវិញបន្ទាប់ពីសង្គ្រាមអូសបន្លាយរាប់ទសវត្សរ៍គោរពជូននៅព័ត៌មានបន្ថែមខាងក្រោមអំពីវចនានុក្រមខ្មែរការចាប់ផ្ដើមដំបូងព្រះអង្គត្រូវបានតែងតាំងជាសមាជិកគណៈកម្មការទទួលព្រះរាជតម្រាស់ឲ្យរៀបចំវចនានុក្រមខ្មែរតាំងពីឆ្នាំ1915ការបោះពុម្ពផ្សាយព្រះអង្គបានខិតខំប្រឹងប្រែងរហូតដល់វចនានុក្រមនេះត្រូវបានបោះពុម្ពជាលើកដំបូងនៅឆ្នាំ1967ការពារភាសាខ្មែរគោលការណ៍ខ្មែរនិយកម្មក្នុងសម័យអាណានិគមនិយមបារាំងព្រះអង្គបានលើកកម្ពស់ការប្រើប្រាស់គោលការណ៍ខ្មែរនិយកម្មដែលជាការបង្កើតពាក្យខ្មែរថ្មីដោយយករឹសពីភាសាបាលីនិងសំស្ក្រឹតឧទាហរណ៍ច្បាស់លាស់ពាក្យរថភ្លើងត្រូវបានព្រះអង្គបង្កើតឡើងដោយផ្សំពីពាក្យបាលីសំស្ក្រឹតថាអាយស្មយានអាយកស្មយាណាការកែតម្រង់ពុទ្ធសាសនាខ្មែរព្រះអង្គបានដឹកនាំចលនាកែតម្រង់ព្រះពុទ្ធសាសនា
នៅក្នុងគណៈមហានិកាយនឹងបានជំរុញការផ្លាស់ប្ដូរសំខាន់ជាច្រើនការផ្លាស់ប្ដូរសំខាន់1ការប្រើប្រាស់ការបោះពុម្ពជំនួសការសរសេរលើស្លឹករឹត2ការបកប្រែគម្ពីរព្រះត្រីបិដកទាំងមូលពីភាសាបាលីមកជាភាសាខ្មែរគេដំណែលនិងកិត្តិយសឋានៈជាបណ្ឌិតនៅឆ្នាំ1967ព្រះអង្គត្រូវបានលើកឋានៈជាបណ្ឌិតការកំណត់ទង់ជាតិនៅឆ្នាំ1969ព្រះអង្គទទួលការតែងតាំងជាព្រះប្រធានគណៈកម្មការពិនិត្យនិងកំណត់អំពីន័យរបស់ទង់ជាតិខ្មែរ